ចាសួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំនឹងមកបង្ហាញបងប្អូនអរគ្នាពីរបៀបនៃការបញ្ចូលលុយហើយបង់លុយថ្លៃទំនិញហើយនឹងរបៀបស្នើដកអីវ៉ាន់ហើយដំបូងឡើយគឺខ្ញុំមកប្រាប់បងប្អូនទាំងអស់គ្នាពីការចូលទៅមើលកញ្ចប់អីវ៉ាន់របស់យើងថាបានមកដល់ហើយឬនៅអញ្ចឹងបងប្អូនបើក app Loda មកហើយចូលមកផ្ទាំងខ្ញុំគឺវានឹងចេញបែបហ្នឹងអញ្ចឹងបងប្អូនចូលទៅកន្លែងខ្ញុំបានពេលដែលចូលទៅកន្លែងខ្ញុំបាទបងប្អូននឹងឃើញអានេះគេហៅថាលេខប្រអប់ហើយគេដាក់ថានៅក្នុងឃ្លាំងអញ្ចឹងមានន័យថាអីវ៉ាន់ហ្នឹងគឺបានមកដល់ក្នុងឃ្លាំងរបស់យើងហើយនៅឃ្លាំងអនឡាញកំពង់ចាមអញ្ចឹងបងប្អូនធ្វើការបង់លុយនេះចំនួនទឹកលុយថ្លៃដឹកគឺប៉ុណ្ណឹងអញ្ចឹងបងប្អូនចូលទៅចេញមកវិញបងប្អូនចូលចេញពីកន្លែងខ្ញុំបានមកវិញចូលទៅកន្លែងកាបូបលុយដើម្បីឆែកលុយថាមានអត់អញ្ចឹងស្នាបទឹកលុយរបស់ខ្ញុំគឺអត់មានទេបងប្អូនអញ្ចឹងខ្ញុំត្រូវការបញ្ចូលស្នាបការបញ្ចូលបងប្អូនចង់បញ្ចូលវាត្រឹមថ្លៃដឹកយើងក៏បានដែរប៉ុន្តែបើសិនជាបងប្អូនគិតថាចាំទូទាត់ទុកវាទូទាត់លើកក្រោយទៀតបងប្អូនអាចបញ្ចូលលើហ្នឹងទៅអញ្ចឹងខ្ញុំចូលទៅបញ្ចូលលុយអញ្ចឹងចូលកន្លែងកាបូបលុយហើយបន្ទាប់មកចូលចំនួនទឹកប្រាក់ផ្ទាល់ខ្លួនហើយបន្ទាប់មកចូលទៅកន្លែងបញ្ចូលទឹកលុយយើងចង់បញ្ចូលប៉ុន្មានគឺយើងដាក់ប៉ុណ្ណឹងអញ្ចឹងខ្ញុំឧទាហរណ៍ប៉ុណ្នេះហើយបន្ទាប់មកធ្វើការចុចទៅលើបញ្ចូលទឹកប្រាក់ពេលចុចទៅលើប៊ូតុងបញ្ចូលទឹកប្រាក់ហើយបងប្អូននឹងឃើញរូបភាពបែបហ្នឹង show មកឲ្យបងប្អូនទាំងគ្នាអញ្ចឹងបើសិនបងប្អូនមាន ABA QR code មាន app ABA បងប្អូនចុចតាម ABA ទៅហើយបើសិនបងប្អូនមានវិញបងប្អូនចុចកន្លែងវិញទៅអញ្ចឹងខ្ញុំមាន ABA អញ្ចឹងខ្ញុំចុចកន្លែង ABA QR code ចុច select មួយហើយបន្ទាប់មកចូលទៅកន្លែងបញ្ជាក់នេះហើយបន្ទាប់មកទៀតវានឹងលោតទៅកុង APA ហើយក៏ប៉ុន្តែកន្លែងហ្នឹងគឺគេឲ្យខ្ញុំ record ទេអញ្ចឹងខ្ញុំបិទ record ដើម្បីវាយលេខកូដសិនចាបងប្អូននៅពេលដែលខ្ញុំបង់ success ហើយខ្ញុំនឹងទៅ app Loda របស់យើងវិញអញ្ចឹងនេះខ្ញុំចូលមក app Loda ហើយបន្ទាប់មកនេះទឹកលុយគឺវាលោតចូលទៅកន្លែងសំបន្តលគណនីរបស់យើងហ្មងអញ្ចឹងបងប្អូនធ្វើការចេញមកចូលទៅកន្លែងធ្វើការចេញមកចូលទៅកន្លែងខ្ញុំបាទដើម្បីធ្វើការបង់លុយអញ្ចឹងបងប្អូនគ្រាន់តែ select បងប្អូនចង់បង់មួយណាបងប្អូន select តែគ្រាន់ថាអីវ៉ាន់របស់ខ្ញុំមានតែមួយទេអញ្ចឹងខ្ញុំ select តែលើនឹងមកហើយបន្ទាប់មកទៀតគឺចូលបង់ប្រាក់កន្លែងនេះគឺជាលេខសម្ងាត់ស្នាបបង់ទំនិញអញ្ចឹងពេលដែលបងប្អូនបង្កើតគណនីដំបូងមានបងប្អូនមានបញ្ចូលលេខសម្ងាត់ហ្នឹងហើយអញ្ចឹងបងប្អូនគ្រាន់វាយលេខសម្ងាត់ហ្នឹងទៅបានហើយហើយបន្ទាប់ពីវាយហើយបងប្អូនបង់បន្ទាប់ពីបង់ហើយកន្លែងហ្នឹងគេដាក់ថាការទូទាត់បានជោគជ័យអញ្ចឹងបងប្អូនចេញពីកន្លែងខ្ញុំបាទនឹងមកវិញបងប្អូនចូលទៅកន្លែងស្នើដែលគេដាក់ពាក្យថាការដឹកជញ្ជូនលីដាដែលមានរូបអក្សរឡាដែលមានរូបឡានហ្នឹងណាបងប្អូនហើយបន្ទាប់មកបងប្អូនចូលទៅពាក្យថាស្នើហើយបន្តមកទៀតនេះគឺជាកញ្ចប់អីវ៉ាន់ដែលយើងបានបង់អំបញ្ញមិញហ្នឹងណាបងប្អូនអញ្ចឹងចុចទៅលើវាហើយបន្តមកជួយចុចដាក់ស្នើអញ្ចឹងសម្រាប់ការដាក់ស្នើនេះគឺមានពីរប្រភេទបើបងប្អូនយកការដឹកជញ្ជូនពេលដែលចុចការដឹកជញ្ជូនបងប្អូនអត់ទាន់ពេញអាសយដ្ឋានទេវានឹងលោតឲ្យបងប្អូនពេញលេខទូរស័ព្ទនិងអាសយដ្ឋានលំអិតរបស់បងប្អូនក៏ប៉ុន្តែខ្ញុំទៅដកខ្លួនឯងអញ្ចឹងខ្ញុំយកពាក្យថានិយាយអំពីខ្លួនឯងហើយបន្ទាប់មកទៀតបងប្អូនចុចដាក់ស្នើនៅពេលដែលចុចដាក់ស្នើហើយនៅពេលគេលោតដាក់ថាជោគជ័យអញ្ចឹងហើយបងប្អូនចេញមកវិញបងប្អូនចេញមកអស់ណាហើយបន្ទាប់មកយើងចូលទៅកន្លែងការដឹកជញ្ជូន Lida ហ្នឹងម្ដងទៀតនេះនឹងចេញលេខកូដហ្នឹងហើយចុចច្រើនទៀតដើម្បី show លេខប្រអប់អញ្ចឹងបងប្អូនយកលេខកន្លែងហ្នឹងដើម្បីយកទៅដកអីវ៉ាន់ចាអញ្ចឹងបើសិនជាបងប្អូនមានចង្អល់ឬក៏បញ្ហាអីផ្សេងទៀតបងប្អូនអាចសួរនៅក្នុង comment ឬក៏ឆាតមក Facebook page ក៏បានដែរចាសូមអរគុណ